វិជាសំខាន់ដែលផ្ដោតទៅលើកសិកម្មមានច្រើនប៉ុន្តែនាងខ្ញុំត្រូវយកវិជាសាស្ត្រកសិកម្មព្រោះទី1ចំណង់ចំណូលចិត្តរបស់នាងខ្ញុំផ្ទាល់ហើយទី2គឺសង្កេតទៅលើប្រទេសកម្ពុជាសពថ្ងៃគឺពឹងផ្អែកទៅលើវិស័យកសិកម្មហើយការគ្រប់គ្រងដំណាំជាវិស័យស្នូលរបស់កម្ពុជាហើយបច្ចុប្បន្នគឺការពង្រឹងនៅសហគមន៍កសិកម្មទំនើបមានច្រើនដែលទាមទារឲ្យមានអ្នកបច្ចេកទេសគ្រប់គ្រាន់ដើម្បីស្វែងរកទីផ្សារមួយដែលមានតម្លៃស្ថិរភាពហើយប្រកបដោយនិរន្តរភាពសម្រាប់ការសង្ឃឹមសប្តាហ៍ថ្ងៃគឺនាងខ្ញុំផ្ទាល់ក៏ធ្វើការនៅខាងសាលាមួយដែរដែលតាក់ទងទៅនឹងសាលាបច្ចេកទេសកសិកម្មផ្ទាល់ហើយនាងខ្ញុំបានយកបទពិសោធន៍កន្លងមកទៅធ្វើការគ្រប់គ្រងនិស្សិតដែលគាត់រៀនជំនាញនេះពីថ្នាក់ទី10ដល់ទី12អញ្ចឹងនាងខ្ញុំមានជំនាញខ្លះចែករំលែកដល់ពួកគាត់តាំងពីការដាំដុះការគ្រប់គ្រងជំងឺការថែរក្សាដីធ្វើម៉េចរក្សាដីឲ្យមានស្ថិរភាពដើម្បីដាំដំណាំបន្តទៅគេហៅថាដើម្បីការពារនៅការខូចនៅទម្រង់ដីផ្សេងដែលធ្វើឲ្យដំណាំរបស់យើងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីមុននិស្សិតយើងតែងតែមានចន្លោះថារៀនអីកសិកម្មរៀនគ្មានប្រយោជន៍អីរៀនទៅដាំដុះដែរដល់ពេលឥឡូវ3ឆ្នាំកន្លងមកគឺក្រសួងរបស់យើងបានធ្វើការជ្រើសរើសនៅមន្ត្រីកសិកម្មឃុំដែលមានចំនួន1000នាក់ឃើញថាគាត់ជួយច្រើននៅក្នុងវិស័យកសិកម្មវិស័យដំណាំស្រូវទាំងការការពារដំណាំនិងរកទីផ្សារជូនប្រជាកសិករបច្ចេកទេសគាត់ណែធ្វើការចោះស្ទាបស្ទង់ជាមួយកសិករតាមដានគ្រប់ទាំងអស់ហើយគឺឃើញថាវិស័យកសិកម្មនៅកម្ពុជាឥឡូវមានសន្ទុះច្រើនទាំងស្ថិរភាពតម្លៃការស្វែងរកទីផ្សារនិងបច្ចេកទេសទំនើបដែលពួកគាត់បាននាំយកទៅដល់កសិករដូចជាការបង្កើតនៅសហគមន៍កសិកម្មទំនើបការបង្កើតនៅភ្នាក់ងារនៃការគ្រប់គ្រងកត្តាចង្រៃផងដែរចាប់ពីថ្ងៃនេះទៅគឺនិស្សិតប្រកាសជាគាត់ងាកមកជំនាញនេះច្រើនដោយសារការផ្សព្វផ្សាយដោយសារការនិយាយទៅគឺការមានសកម្មភាពប៉ិតទៅក្នុងវិស័យនេះដែលភាគច្រើនពួកគាត់មើលឃើញនៅលទ្ធផលរបស់សិស្សច្បងអ្នកចំនួនមុនគាត់ឃើញថាពិតជាល្អប្រសើរខុសពីទស្សនៈមុនដែលថារៀនកសិកម្មអត់មានប្រយោជន៍អីឥឡូវឃើញថាវិស័យនេះគឺដើរច្រើនមែនទែនខ្ញុំគិតថាវិស័យកសិកម្មពិតជាចូលរួមចំណែកយ៉ាងច្រើនតាំងពីសុខុមាលភាពរបស់ប្រជាពលរដ្ឋតាំងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាំងពីកាត់បន្ថយនៅចំណាក់ស្រុករបស់ប្រជាពលរដ្ឋកាត់បន្ថយនៅអំពើហិង្សាក្នុងគ្រួសារដែលគាត់យកពេលវេលានៅការនេះក្នុងការរកស៊ីដែលគាត់អត់មានពេលវេលាផ្សេងដែលធ្វើរឿងដែលថាអត់គប្បីនិងគាត់មានពេលវេលាច្រើនក្នុងការពង្រឹងនៅសមត្ថភាពរបស់ប្រជាពលរដ្ឋសមត្ថភាពរបស់ខ្លួនឯងដើម្បីស្ពុះទៅរកវិស័យមួយដែលថាគឺពិតជាល្អដែលជួយក្នុងសង្គមបានច្រើនមែនទែន